ុំចិត្តតែហ៊ានអ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្តឹងឲ្យជាប់ពន្ធនាគារ2ឆ្នាំក្រោយឆាតទារលុយតាម Facebook ស្ត្រីម្នាក់ឈ្មោះចិនស្រីដាមានទីលំនៅនៅក្រុងសៀមរាបត្រូវបានចៅក្រមជំនុំជម្រះសាលាដំបងខេត្តសៀមរាបចេញនីការដាក់ពន្ធនាគារកំណត់រយៈពេល2ឆ្នាំពីបទគំរាមកំហែងគេប្រព្រឹត្តទៅនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី18ខែកុម្ភៈឆ្នាំ2025និងកំឡុងខែមីនាឆ្នាំ2024ការសម្រេចឃុំខ្លួនស្ត្រីជាម្ចាស់បំណុលរកស៊ីចងការប្រាក់នេះគឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់ភាគីប្តីស្ត្រីកូនបំណុលក្រោយស្ត្រីម្ចាស់បំណុលប្រើប្រាស់គណនី Facebook របស់ខ្លួនឆាតគំរាមបង្ហោះជាសាធារណៈតាមពាក្យបណ្ដឹងរបស់ម្ចាស់ដើមចោតចុះថ្ងៃទី22ខែមីនាឆ្នាំ2025បានបញ្ជាក់ថានៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2024ឈ្មោះចិនស្រីដាបានប្រើប្រាស់គណនី Facebook ឈ្មោះថាវីដាបានឆាតគំរាមថាមិនហើយបងលុយបំណុលដែលប្រពន្ធបងជំពាក់ខ្ញុំនឹងដោះស្រាយសងឲ្យខ្ញុំឬមិនសងទេបើមិនដោះស្រាយកិច្ចវេះមិនសងឲ្យខ្ញុំដឹងមួយម៉ាត់មកស្រួលខ្ញុំដាក់ពាក្យប្តឹងហើយឲ្យអ្នកសារព័ត៌មានរកដំណោះស្រាយតាមយុត្តិធម៌ឲ្យខ្ញុំតាមពាក្យបណ្ដឹងបន្ថែមថាគណនី Facebook ឈ្មោះវីដាបានបន្តឆាតថាខ្ញុំមានទាំងសម្លេងនិយាយទូរស័ព្ទប្រពន្ធបងវាខ្ចីលុយខ្ញុំបង្គ្រប់ឲ្យប្តីឡើងផ្កាយមួយទៀតបើបងនិងប្រពន្ធមិនព្រមដោះស្រាយរឿងលុយឲ្យខ្ញុំទេខ្ញុំដាក់ពាក្យប្តឹងហើយផ្ញើសម្លេងឲ្យអ្នកសារព័ត៌មានជួយចុះផ្សាយពីរឿងប្រពន្ធផ្កាយមួយខេត្តបន្ទាយមានជ័យខ្ចីលុយគេឲ្យប្តីឡើងផ្កាយហើយកិច្ចវេះមិនសងមិនចេញមុខជួយដោះស្រាយគឺអាចនឹងល្បីខ្លាំងណាស់បងនេះជាសំណេររបស់ឈ្មោះចិនស្រីដាបានប្រើប្រាស់គណនី Facebook ឈ្មោះថាវីដាឆាតទៅប្តីដែលប្រពន្ធជំពាក់លុយហើយក៏ត្រូវប្តីខាងជំពាក់លុយនោះប្តឹងទៅតុលាការស្ត្រីជាម្ចាស់បំណុលចិនស្រីដាត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី4មេសាឆ្នាំ2025នៅភូមិសាស្ត្រស្រុកក្រឡាញ់ខេត្តសៀមរាបតាមដីកាសម្រាប់របស់ចៅក្រមជំនុំជម្រះថ្ងៃទី18ខែកុម្ភៈឆ្នាំ2024ទោះជាយ៉ាងណាក្រុមគ្រួសារលោកស្រីចិនស្រីដាសង្ឃឹមថាសាលាដំបងខេត្តសៀមរាបនឹងផ្ដល់យុត្តិធម៌ជូនដល់លោកស្រីចិនស្រីដាជាក់ជាពុំខានឡើយគូជំរាបថាតកតើងព័ត៌មានមួយចំនួនដែលបានផ្សាយថាចាប់ខ្លួនស្ត្រីមេតុងទីននៅខេត្តសៀមរាបជាព័ត៌មានមិនពិតនោះទេដើមហេតុគឺឆាតតាម Facebook ទៅប្តីដែលប្រពន្ធអ្នកជំពាក់លុយ